យើងឃើញថានេះគឺជាកំភ្លើងស្វ័យប្រវត្តិហើយខាងក្រុមកលាំងរបស់ហ៊ុនសែនបានដាក់រារាំងប្រជាពលរដ្ឋហើយបានបង្ហាញជាមួយនឹងគណៈបក្សប្រជាជាតិបានឲ្យចូលទីរួមខេត្តកំពង់ចាមហើយពេលនេះគណៈបក្សប្រជាជាតិដែលមានលោកប្រធានសំរងស៊ីនិងលោកអនុប្រធានកម្មសខាក៏បានឈប់នៅរង្វល់មូលនៃស្ពានគីសនាខេត្តកំពង់ចាមផងដែរសូមជម្រាបសួរបងប្អូនអ្នកកំពង់ចាមទីគោរពនិងទីមេរលឹកខ្ញុំមកនេះក្នុងឋានៈជាប្រធានគណៈបក្សប្រជាជាតិផងដែលក្នុងឋានៈជាតំណាងរាស្ត្រជាប់ឆ្នោតច្រើនណាស់តំណាងឲ្យខេត្តកំពង់ចាមយើងខ្ញុំមានក្តីនឹករលឹកចំពោះបងប្អូនជនរួមជាតិអ្នកកំពង់ចាមទាំងអស់ជាពិសេសនៅទីរួមខេត្តយើងចិត្តផ្សារកំពង់ចាមខ្ញុំមានអនុស្សាវរីយ៍បានទៅសួរសុខទុក្ខបងប្អូនតាមផ្សារអ្នកលក់ដូរអាជីវករទាំងអស់តាមបងប្អូនសុខសប្បាយទេបងប្អូនទាំងអស់គ្នាឥឡូវយើងសុខមិនយើងមិនសូវសប្បាយទេបងប្អូនព្រោះឃើញប្រជារាស្ត្រមានទុក្ខយើងឃើញប្រទេសយើងរងគ្រោះបាត់បង់ទឹកដីប្រជារាស្ត្របាត់បង់ដីធ្លីបាត់បង់ព្រៃឈើបាត់បង់ស្ទឹងទន្លេប្រាក់ខែប្រាក់ចំណូលតិចតួចលួចដើរពេញរស់មិនបានយុវជនខ្វះការងារធ្វើបងប្អូនកសិករលក់ផលដំណាំក្នុងតម្លៃថោកទៅពាក់លុយគេច្រើនណាស់ខ្ចីលុយអង្គការអត់មានលុយសងគេជួបដល់លំបាកបងប្អូនខ្លះបង្ខំចិត្តទៅស៊ីឈ្នួលគេទៅប្រទេសថៃចេញពីស្រុកខ្មែរគាត់ព្រះម៉ែឪកូនចៅប្រពន្ធកូនហើយស៊ីឈ្នួលគេដើម្បីរស់ហើយពេលដែលខ្មែរចេញទៅកាន់តែច្រើនជនបរទេសអន្តោប្រវេសន៍ហៅចូលមកកំពុងកាន់តែច្រើនធ្វើឲ្យទៅប្រឈមមុខនឹងគ្រោះថ្នាក់បាត់បង់ទឹកដីដូច្នេះបងជនរួមជាតិទាំងអស់ខ្ញុំសូមអំពាវនាវឲ្យបងប្អូនក្នុងឋានៈជាខ្មែរដូចគ្នាយើងមិនចាំបាច់និយាយពីរឿងគណៈបកនយោបាយក៏បានដែរក្នុងឋានៈយើងជាខ្មែរយើងគួរអាណិតអាសូរប្រទេសជាតិយើងអាណិតអាសូរប្រជារាស្ត្រទុនខ្សោយដែលរងគ្រោះគ្រប់សពគ្រប់បែបយ៉ាងទាំងអស់ដូច្នេះខ្ញុំសូមអំពាវនាវឲ្យបងប្អូនទាំងអស់គ្នា